5G នៅពេលដែលយើងប្រើ 5G មានន័យថាការតភ្ជាប់ហ្នឹងវាមានលក្ខណៈលឿនមែនតើដែលយើងអាចអនុញ្ញាតឲ្យយើងហ្នឹងផ្ញើរូបភាពផ្ញើវីដេអូផ្ញើអីហ្នឹងលឿនមែនតើចាបើសឹងថា real time យើងអាចមើលបានទំហំ 4K អីចឹងអាច real time 2G វិញគឺមានតែ voice ទេមានអ្នកប្រើទូរស័ព្ទគាត់បានតែទេ call ទូរស័ព្ទទេហើយនឹង SMS MMS អីតែប៉ុណ្្នឹងទេបាទសូមជម្រាបសួរទូរទស្សនិកជនស្វាគមន៍បន្តលោកនាងមកកាន់កម្មវិធី D4All Digital សម្រាប់ទាំងអស់គ្នាប្រព័ន្ធបច្ចេកវិទ្យា Digital នេះទស្សនិកជនយើងមានការរីកចម្រើនទៅលើវិស័យជាច្រើនមួយនៅក្នុងចំណោមនោះនេះខ្ញុំនឹងរំលេចជូនពាក់ព័ន្ធទៅនឹងប្រព័ន្ធ 5G មានការកកើតឡើងចាប់ពី 1G 2G 3G រហូតដល់ 4G និង 5G ដែលបច្ចុប្បន្នកំពុងតែមានការល្បីហើយយើងខ្ញុំនឹងជម្រាបជូនលោកនាងលម្អិតអំពីបច្ចេកវិទ្យា Digital 5G មួយនេះឲ្យកាន់តែលម្អិតជូនលោកនាងពីព្រោះការយល់ឃើញរបស់បងប្អូនប្រជាពលរដ្ឋជាទូទៅតែងតែគិតអំពីការប្រើប្រាស់ 5G ទៅលើតែប្រព័ន្ធទូរស័ព្ទតើកាន់តែស៊ីជម្រៅមែនតើប្រព័ន្ធនេះប្រើប្រាស់នៅក្នុងស្ថាប័នក្នុងប្រភេទឧបករណ៍អ្វីខ្លះនៅក្នុងការភ្ជាប់ទំនាក់ទំនងដែរនៅក្នុងកម្មវិធីថ្ងៃនេះយើងជួបជាមួយនឹងលោកអិនសុវណ្ណដែលនឹងជម្រាបជូនលោកនាងអំពីខ្លឹមសារនៃប្រព័ន្ធ 5G នេះទូរទស្សនិកជននៅពេលនេះសូមជួបជាមួយនឹងលោកដូចតទៅចាជម្រាបសួរលោកសុវណ្ណបាទសូមជម្រាបសួរកញ្ញាសុជីងចាអរគុណសម្រាប់ការអញ្ជើញចូលរួមជាថ្មីម្ដងទៀតដែលកន្លងទៅតែងតែជម្រាបជូនអំពីបច្ចេកវិទ្យា Digital ជូនទៅដល់ទូរទស្សនិកជនថ្ងៃនេះជជែកអំពី 5G តែមុនចូលដល់ 5G ចង់សាកសួរលោកអំពីការភ្ជាប់ទំនាក់ទំនងសិនថាតើនិយមន័យនេះយ៉ាងម៉េចដែរដើម្បីងាយស្រួលយល់នៅសំណួរខាងមុខបន្ថែមទៀតចាបាទមែនតើទៅ 5G ជាបច្ចេកវិទ្យាមួយនៅក្នុងបណ្ដាញការតភ្ជាប់ឬក៏ភាសាអង់គ្លេសយើងហៅថា connectivity ចា៎ហើយ connectivity នេះជាទូទៅគឺជាពាក្យបច្ចេកទេសមួយដែលយើងប្រើជាទូទៅនៅក្នុងការតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យា digital សម្រាប់ការផ្ទេរព័ត៌មានពីឧបករណ៍មួយទៅឧបករណ៍មួយផ្សេងទៀតខ្ញុំឧទាហរណ៍មួយដូចជា connectivity រាល់ថ្ងៃនេះដែលយើងប្រើច្រើនជាងគេគឺប្រព័ន្ធទូរស័ព្ទហើយប្រព័ន្ធទូរស័ព្ទនៅលើពិភពលោកនេះគឺមានដល់70%នៃប្រជាជនពិភពលោកហើយដែលកំពុងតែប្រើប្រាស់ទូរស័ព្ទអាចជា smartphone អាចជាទូរស័ព្ទ feature phone ដែលយើងធ្លាប់ប្រើពីមុនអានេះគឺជាការតភ្ជាប់ជាទូទៅចា៎បាទហើយនៅក្នុងការតភ្ជាប់ហ្នឹងមានដូចកញ្ញាលើកឡើងអញ្ចឹងយើងមាន 1G 2G 3G រហូតដល់ 5G ហើយមែនតើឥឡូវដល់ 6G ទៅទៀតតែយើងនឹងចូលលម្អិតបន្តបាទចា៎ដោយលោកលើកឡើងក្រៅអំពីទូរស័ព្ទមានអ្វីខ្លះដែលជាការភ្ជាប់ទំនាក់ទំនងដែលយើងរាប់បញ្ចូលនៅក្នុងបច្ចេកវិទ្យា 5G នេះដែរចា៎បាទមែនតើទៅបច្ចេកវិទ្យា 5G គ្រាន់តែជាបច្ចេកវិទ្យាទេដែលយើងអាចតភ្ជាប់ហើយនឹងផ្លាស់ប្ដូរទិន្នន័យបានហើយឧបករណ៍ដែលយើងអាចប្រើប្រាស់បានហ្នឹងគឺមានទូលំទូលាយណាឧបករណ៍មួយដែលយើងឃើញជាទូទៅហ្នឹងគឺទូរស័ព្ទឬក៏កុំព្យូទ័រក៏ប៉ុន្តែក្រៅពីនេះក៏នៅមានច្រើនទៀតដែរឧទាហរណ៍នៅក្នុងមន្ទីរពេទ្យឥឡូវគេមានឧបករណ៍មន្ទីរពេទ្យមួយចំនួនក៏ដាក់ឧបករណ៍ដើម្បីភ្ជាប់មកបណ្ដាញដើម្បីផ្ញើឧទាហរណ៍ជាទិន្នន័យនៃការពិសោធន៍ឈាមទិន្នន័យនៃការពិសោធន៍ឬក៏ការថត scan ខួរក្បាលជាដើមហ្នឹងក៏អាចភ្ជាប់មកប្រព័ន្ធកុំព្យូទ័របានដែរតែយើងមិនចាំបាច់ដោតខ្សែពីមុននេះឧទាហរណ៍មួយទៀតនៅឧទាហរណ៍ថានៅ port នៅកំពង់ផែដោយសារយើងមានកុងតឺន័រច្រើនយើងមានកប៉ាល់ច្រើនអញ្ចឹងការបញ្ជូនព័ត៌មានត្រូវតែមានលក្ខណៈថារហ័សអញ្ចឹងពេលហ្នឹងគឺគេអាចភ្ជាប់ពីកុំព្យូទ័រមួយឬក៏ជា terminal នៅក្នុងកប៉ាល់ផ្សេងៗហ្នឹងប្រាប់បញ្ជូនព័ត៌មានថាខ្ញុំមានកប៉ាល់ចិត្តមកដល់ហើយមកដល់ម៉ោងណាឬក៏ថាយើងមានកុងតឺន័រប្រមាណដើម្បីភ្ជាប់ទៅក្នុងប្រព័ន្ធដើម្បីអាចឲ្យការដឹកជញ្ជូនការតភ្ជាប់ហ្នឹងមានលក្ខណៈរលូនបាទចា៎ចឹងបានន័យថាខុសពីអ៊ីនធឺណិតព្រោះបើយើងស្ដាប់ទៅនៅមានការយល់ច្រឡំគ្នាបើនិយាយពី 5G ភាគច្រើនក៏ផ្ដោតទៅលើតែទូរស័ព្ទចឹងទៅហើយមួយចំនួនទៀតបើនិយាយពីការភ្ជាប់ទំនាក់ទំនងដោយការបញ្ជូនព័ត៌មាននេះគឺយើងគិតតែពីរឿងអ៊ីនធឺណិតនេះចឹងលោកអាចរំលេចកន្លែងនឹងតិចបានទេចា៎បាទប្រកាសជាបានហើយការពិតមែនតើជាសំណួរមួយដែលតែងតែកាត់ឡើងជាញឹកញយដែរយើងអាចសម័យថានៅក្នុងមន្ទីរពេទ្យមួយយើងមានបណ្ដាញនេះជាភាសាអង់គ្លេសយើងហៅថា local network នៅក្នុង local network គឺយើងនិយាយរកតែគ្នាយើងនៅក្នុងមន្ទីរពេទ្យទេហើយក្នុងហ្នឹងគឺយើងអាចដាក់ 5G ដាក់អីបានដើម្បីឲ្យការបញ្ជូនទិន្នន័យបានកាត់ឡើងលឿនចា៎ចំណែកប្រព័ន្ធទូរស័ព្ទវិញនៅពេលដែលយើងភ្ជាប់ទៅក្នុង base station ឬក៏អង់តែនទូរស័ព្ទក៏ប៉ុន្តែពីអង់តែនហ្នឹងរហូតទៅដល់ឧបករណ៍មេឬក៏ server ម៉ាស៊ីនមេហ្នឹងនឹងភ្ជាប់ទៅបណ្ដាញអ៊ីនធឺណិតមែនទេបច្ចេកវិទ្យាក្នុងការតភ្ជាប់វាដូចតែគ្នាគ្រាន់តែថានៅក្នុងបណ្ដាញទូរស័ព្ទយើងភ្ជាប់ទៅអ៊ីនធឺណិតហើយនៅក្នុងប្រព័ន្ធ 5G ជាទូទៅដែលគេដាក់នៅក្នុងសហគ្រាសឬក៏នៅក្នុងអាគារផ្សេងៗហ្នឹងគឺគេប្រើភាគច្រើនគឺ local network ជាបច្ចេកវិទ្យាដែលដាក់នៅក្នុងតែ network ហ្នឹងទេក្នុងបណ្ដាញហ្នឹងទេប្រកបណាយើងអាចភ្ជាប់ទៅខាងក្រៅបានដែរប៉ុន្តែការផ្ទេរទិន្នន័យភាគច្រើនគឺជាការ
ទេទិន្នន័យនៅក្នុងបណ្ដាញ local បាទ ចាចា បាទ ចឹងនេះភាពខុសគ្នាខ្លះៗ បាទ ហើយសម្រាប់ការភ្ជាប់ទំនាក់ទំនង connectivity នេះបានចាប់ផ្ដើមកាត់ឡើងតាំងពីពេលណាដែររហូតដល់ឥឡូវនេះ 5G ទៅហើយចា បាទមែនតើគឺចាប់ផ្ដើមនៅក្នុងឆ្នាំ1980 ចា អញ្ចឹងមកដល់ឥឡូវនេះវា45ឆ្នាំហើយយើងជាទូទៅអ្នកវិទ្យាសាស្ត្រតែងតែគិតថារៀងរាល់ជិត10ឆ្នាំម្ដងនឹងមានបច្ចេកវិទ្យាថ្មីមួយមកហើយដូចកញ្ញាបានលើកឡើងចាប់ផ្ដើមពីដំបូងគឺ 1G ដែលយើងហៅថា first generation ឥឡូវយើងមកដល់ 5G ហើយ 5G ហ្នឹងគឺបច្ចេកវិទ្យាចំនួនទី5 ចា ហើយនៅក្នុងពិភពលោកមានដល់ប្រទេសខ្លះគាត់កំពុងដាក់ដំណើរការ 6G ហើយមានប្រទេសខ្លះទៀតកំពុងធ្វើការ research នៅក្នុង 7 ហ្នឹងបច្ចេកវិទ្យាចំនួនទី7ទី8ទៀតបាទ ចាចាប់ពីចំនួនដំបូងហៅថា first generation តែយើងហៅកាត់ថា 1G នេះរហូតដល់ 4 5G នេះអញ្ចឹងពីដំបូងនឹងឡើយតើជាកម្រិតនៅក្នុងការផ្ដល់អត្ថប្រយោជន៍បែបណាខ្លះឬក៏ចំណុចនៃ first G នេះគឺជាអ្វីយើងអាចប្រើប្រាស់របៀបណាខ្លះរហូតដល់ 2 3 4 5ឥឡូវហ្នឹងចា៎ បាទមែនតើខ្ញុំសូមបកថយក្រោយវិញពី 5G មក 1G វិញបាទ ចា៎ 5G នៅពេលដែលយើងប្រើ 5G មានន័យថាការតភ្ជាប់ហ្នឹងវាមានលក្ខណៈលឿនមែនតើដែលយើងអាចអនុញ្ញាតឲ្យយើងហ្នឹងផ្ញើរូបភាពផ្ញើវីដេអូផ្ញើអីហ្នឹងលឿនមែនតើ ចា៎ចា៎ បើសិនថា real time យើងអាចមើលបានទំហំ 4K អីចឹងអាច real time ដល់ពេលយើងត្រឡប់មក 4G វិញមានន័យរាល់ថ្ងៃយើងនៅក្នុងប្រទេសកម្ពុជាយើងកំពុងតែប្រើ 4G អញ្ចឹងយើងមើលឃើញយើងអាច view វីដេអូ view អីបានក៏ប៉ុន្តែពេលខ្លះរៀងតាក់បន្តិចនៅពេលយើងដាក់ 4K តែបើសិនយើងដាក់ត្រឹម HD អូខេយើងអាចមើលបានបាទអញ្ចឹងបើសិនយើងថយមកមួយទៀតមកសល់ត្រឹម 3G វិញបើសិនជាអ្នកទាំងអស់គ្នាចាំនៅក្នុងប្រហែលជាឆ្នាំ2010 2006 2012អីពេលហ្នឹងមែនតើយើងផ្ញើតែបានត្រឹមតែរូបភាពទេ ចា៎ ពីព្រោះ speed នៃ internet ពេលហ្នឹងគឺយឺតមែនតើបើយើងមើល Facebook ពេលហ្នឹងក៏វា load ម្ដងតិចដែរយើងអត់អាចអនុញ្ញាតឲ្យយើងមើលរូបភាពអីបានច្រើនទេបាទ ចា៎ ហើយបើសិនយើងអង្គិលមកក្រោយបន្តិចទៀតនៅក្នុង2G វិញគឺមានតែ voice ទេមានអ្នកប្រើទូរស័ព្ទគាត់បានតែទេ call ទូរស័ព្ទទេ ចា៎ ហើយនឹង SMS MMS អីតែប៉ុណ្្នឹងទេបាទ ចា៎ ហើយបើសិនយើងថយមក 1G ទៀតមានតែយើងអាចត្រឹមតែធ្វើការហៅចេញទេมันអាចផ្ញើជារូបភាពក៏มันអាចមើលអ៊ីនធឺណិតឬក៏យ៉ាងម៉េចបានដែរបាទហើយបើសិនជាខ្ញុំសរុបមកវិញយើងអាចសម័យថាពីបច្ចេកវិទ្យាមួយទៅបច្ចេកវិទ្យាមួយហាក់ដូចជាយើងកំពុងតែបង្កើតឧបករណ៍ដឹកជញ្ជូនថ្មីអញ្ចឹងយើងអាចសម័យថា 1G យើងដឹកដោយអាចថាជាសត្វសេះអញ្ចឹងចុះ ចា៎ ដល់ពេល first G យើងsecond G យើងអាចថាយើងមានកង់ហើយបន្ទាប់មកយើងមានម៉ូតូមានឡានឥឡូវយើងដល់ដំណាក់កាលយន្តហោះចុះ ចា៎ អញ្ចឹងដំណាក់កាលបន្តទៀតវាកាន់តែលឿនទៅបាទ ចា៎អញ្ចឹងយើងផ្ដោតទៅលើ 5G ចាស់ព្រោះបច្ចុប្បន្នគឺកំពុងតែមានការប្រើប្រាស់ 5G អញ្ចឹងតើ 5G មានចំណុចសំខាន់និងពិសេសអ្វីខ្លះព្រោះបើនិយាយអំពីការវិវត្តពីមួយជំហានទៅមួយជំហានយើងឃើញមានការវិវត្តតើក្រៅពីការវិវត្តទាំងអស់នេះមានអ្វីជាចំណុចពិសេសរបស់ 5G ដែរចា៎ បាទចំណុចពិសេសរបស់ 5G គឺមែនតើទៅគឺចំណុចធំជាងគេហ្នឹងគឺការបញ្ជូនទិន្នន័យដែលមានលក្ខណៈលឿនមែនតើដែលអនុញ្ញាតឲ្យយើងអាចទទួលព័ត៌មាននៅក្នុងបើសិនជាភាសាអង់គ្លេសយើងហៅ real time មានទេភ្លាមតែម្ដងហើយនៅក្នុងយុគសម័យថ្មីនេះដោយសារថាការតភ្ជាប់ហ្នឹងជាចំណុចស្នូលនៃបរិវត្តកម្ម digital ក៏ដូចជាទំនើបកម្មផ្សេងដូច្នេះការបញ្ជូនទិន្នន័យជាចំណុចសំខាន់មែនតើខ្ញុំឧទាហរណ៍ថានៅមន្ទីរពេទ្យចុះ ចឹងមន្ទីរពេទ្យបើសិនជាយើងអាចមាន 5G ដាក់នៅក្នុងនេះមានន័យថាឧបករណ៍ទាំងអស់គឺអាចភ្ជាប់គ្នាទាំងអស់យើងអាចដឹងគ្រប់ពេលវេលានៅក្នុងមន្ទីរពេទ្យមានរឿងអីកើតឡើង ចា៎ ឬក៏នៅក្នុង smart agriculture នៅក្នុង smart agriculture ជាទូទៅយើងមានផ្ទះសំណាញ់ធំហើយយើងមានដាក់ sensor គ្រប់កន្លែងយើងអាចសម័យមើល sensor ត្រូវតែបញ្ជូនទិន្នន័យមករៀងរាល់វិនាទីដើម្បីយើងដឹងថាតើនៅក្នុងកម្រិតទឹកមាន pH គ្រប់គ្រាន់ទេនៅក្នុងខ្យល់មានសំណើមគ្រប់គ្រាន់ទេ ចា៎ អញ្ចឹងត្រូវមានម៉ាស៊ីនមួយដែលអាចប្រមូលទិន្នន័យចេញពីឧបករណ៍ទូចទាំងអស់ហ្នឹងរាប់ពាន់ណាពេលខ្លះអាចដល់រាប់ម៉ឺនគ្រឿងហ្នឹងយកមកដើម្បីវិភាគហើយ analyze មកប្រាប់ថាយើងគួរតែដាក់ជីបន្ថែមឬក៏ដាក់សំណើមបន្ថែមអញ្ចឹងការដែលផ្ញើទិន្នន័យមកច្រើនក្នុងពេលតែមួយនេះហើយទាមទារឲ្យមានការតភ្ជាប់មួយដែលមានលក្ខណៈលឿនដែលតតែ 5G មិនអាចទៅរួចបាទ ចា៎ដូចពាក្យដែលធ្លាប់ឮថាបន្តិចទៀតទៅយើងមានភ្នែកទឹកតិចទឹកតាមពិតតាមរយៈឧបករណ៍ទាំងអស់នេះ បាទ ចាគឺដឹងបានភ្លាមតែម្ដងជំនួយបានច្រើនមែនតើទន្ទឹមនឹងជំនួយជួយទៅលើភាពលំបាករបស់មនុស្សផ្ដល់ភាពងាយស្រួលច្រើនយើងក៏តែងតែគិតអំពីផលប៉ះពាល់តែអាចមានផលប៉ះពាល់ដែរទេព្រោះកាន់តែរីកចម្រើនអញ្ចឹងទៅតើការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នេះប៉ះពាល់ពិសេសដល់សុខភាពរបស់មនុស្សដែរទេចា៎ បាទខ្ញុំសូមលើកឡើងចំណុចនេះមួយដែលជានិច្ចការក្រសួងប្រៃសណីយទូរគមនាគមន៍តាមរយៈ
និយត្តករទូរគមនាគមន៍កម្ពុជាយើងបានផ្សព្វផ្សាយច្រើនដងដែរហើយតែងតែមានជំនឿថាកាលណាយើងបំពាក់ឧបករណ៍កាន់តែទំនើបជាពិសេស 3G 4G 5G នៅលើអង្គតែនទូរស័ព្ទហ្នឹងធ្វើឲ្យយើងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកនៅចិត្តហ្នឹងបាទខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀតថាអត់មានរឿងនឹងកើតឡើងទេបាទតកតងនឹងសុខភាពហើយបើសិនជាយើងអ្នកដែលគាត់រៀងចង់ដឹងចង់ឮគាត់អាចអញ្ជើញទៅពិនិត្យមើលនៅក្នុង WHO អង្គការសុខភាពពិភពលោកឬក៏នៅក្នុងទីភ្នាក់ងារ UN ផ្សេងៗអង្គការសហជីពផ្សេងៗមានដូចជាសហព័ន្ធទូរគមនាគមន៍ពិភពលោកឬក៏ហៅកាត់ថា ITU International Telecommunication Union ហ្នឹងគឺជាស្ថាប័នមួយនៅក្រោមអង្គការសហប្រជាជាតិធ្វើការនៅលើផ្នែកទូរគមនាគមន៍ហ្នឹងក៏អត់ដែរមានអ្នកណាម្នាក់ចេញសេចក្តីប្រកាសណាមួយបញ្ជាក់ថាបច្ចេកវិទ្យាទាំងអស់ហ្នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សដែរបាទខ្ញុំសូមបញ្ជាក់ត្រង់នឹងចំណុចនឹងមួយដែរក៏ប៉ុន្តែទោះជាអត់មានផលប៉ះពាល់ផ្នែកសុខភាពក៏ប៉ុន្តែវាមានផលប៉ះពាល់ផ្សេងទៀតឬក៏ជាហានិភ័យផ្សេងទៀតនៅក្នុងការចាប់យកបច្ចេកវិទ្យា 5G ដែរជាទូទៅគឺនៅលើផ្នែកហិរញ្ញវត្ថុទេដោយសារថាបច្ចេកវិទ្យាដើរកាន់តែលឿនតម្រូវការនៅក្នុងការវិនិយោគក៏ច្រើនដែរជាពិសេសការវិនិយោគនៅលើហេដ្ឋារចនាសម្ព័ន្ធផ្នែក 5G នេះដោយសារថាយើងត្រូវបំពាក់ឧបករណ៍សឹងតែថ្មីទាំងអស់នៅគ្រប់បង្គោលអង្តែនដូច្នេះធ្វើឲ្យការចំណាយវាមានច្រើនបាទហើយទី1ទី2ប្រកាសណាស់យើងមានតម្រូវការនៅក្នុងធនធានមនុស្សផ្នែកថ្មីដែរដែលរត់តាមបច្ចេកវិទ្យាហ្នឹងដើម្បីអាចប្រើប្រាស់បានងាយស្រួលបាទចាអញ្ចឹងឃើញអំពីផលវិបាកគឺភាគច្រើនទៅលើប្រតិបត្តិការដែលជាអ្នកផ្គត់ផ្គង់ចាអាចថាជាផលវិបាកប៉ុន្តែគាត់ក៏អាចទទួលបានអត្ថប្រយោជន៍ក្រោយពេលបច្ចេកវិទ្យានេះបានដំណើរការល្អដែរចាអញ្ចឹងជំនួយបានច្រើនមែនទែនអញ្ចឹង 5G ជួយបានច្រើនដើរលឿនហើយផ្ដល់នៅព័ត៌មានតាមពេលវេលានេះគឺថាតន់ចិត្តមែនទែនតើអ្នកវិទ្យាសាស្ត្រមានការគិតគូរឬក៏ស្រាវជ្រាវបន្ថែមទៀតអាច 5G ហើយ 6G ឬយ៉ាងម៉េចទៀតទេចា៎បាទប្រកាសជាមានហើយមែនតើនៅក្នុងប្រទេសមួយចំនួនតាមខ្ញុំដឹងប្រហែលជានៅក្នុងប្រទេសចិនគេកំពុងរៀបចំដាក់ឲ្យប្រើប្រាស់ 6G ហើយចំនួនទី6ហើយនៅលើពិភពលោកក៏មានការស្រាវជ្រាវចំនួនទី7ទី8បន្តទៅទៀតដែរបាទចា៎ក៏ប៉ុន្តែការស្រាវជ្រាវនឹងវានៅរប៉ាត់រប៉ាយបន្តិចដែលថាប្រទេសខ្លះទៅគាត់រៀងដើររៀងលឿនទៅប្រទេសខ្លះនៅរៀងក្រោយទៅអញ្ចឹងវាអត់ទាន់មានស្តង់ដារណាមួយបញ្ជាក់ថានេះហៅថាស្តង់ដារ 6G ឬក៏ 7G អញ្ចឹងទេបាទក៏ប៉ុន្តែមានការស្រាវជ្រាវច្រើននៅលើផ្នែកហ្នឹងខ្ញុំសូមបកត្រឡប់បន្តិចជូនជាព័ត៌មានបន្ថែមមួយដែរដោយសារថាទោះជាដាក់ 6G ប្រើក៏ទូរស័ព្ទភាគច្រើននៅក្នុងប្រទេសកម្ពុជាយើងអត់ទាន់មាន 6G ដែរសប្តាហ៍ថ្ងៃនេះបើសិនជាខ្ញុំចាំមិនខុសទេយើងមានចំនួនប្រហែលជាចន្លោះពី5ទៅ12ឬក៏13%ទេនៃទូរស័ព្ទនៃប្រជាជនកម្ពុជាយើងដែលកំពុងប្រើប្រាស់ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G បានចាបាទនេះមានន័យថាបើទោះជាយើងដាក់ក៏មិនទាន់មានប្រជាជនទាំងអស់អាចទទួលយកផលប្រយោជន៍នឹងបានដែរបាទដូច្នេះហើយបានក្រសួងប្រៃសណីទូរគមនាគមន៍ក្នុងឆ្នាំនេះកំពុងរៀបចំត្រឹមតែផែនទីចង្អុលផ្លូវនៅក្នុងការដាក់ដំណើរការ 5G នៅក្នុងប្រទេសកម្ពុជាហើយអាចបញ្ចប់នៅក្នុងឆ្នាំនេះចាបាទចាអញ្ចឹងទាំងអស់នេះគឺសម្រាប់ការវិវត្តបន្ថែមជាបន្តបន្ទាប់នៃចំនួនថ្មីចាឬក៏ភាសាយើងស្រួលហៅឥឡូវនេះដល់ 5G 6G ក៏កំពុងតែមានការស្រាវជ្រាវបន្ថែមទៀតសម្រាប់បច្ចេកវិទ្យាទាំងអស់នេះលោកអាចមានអ្វីជាសារខ្លីសម្រាប់ដល់អ្នកប្រើប្រាស់ឬក៏ដល់អ្នកដែលនឹងទៅទទួលយកនៅបច្ចេកវិទ្យាទាំងអស់នេះទេចា៎បាទសូមអរគុណខ្ញុំគិតថាសារចុងក្រោយនេះសម្រាប់ជូនដល់ទូទស្សនិកជនហ្នឹងគឺថាបច្ចេកវិទ្យាពីមួយចំនួនទៅមួយចំនួននឹងកាន់តែរីកចម្រើនហើយនឹងផ្ដល់នៅuser experience ល្អជាងមុនសម្រាប់អ្នកប្រើប្រាស់ក៏ប៉ុន្តែតោងឲ្យអ្នកប្រើប្រាស់ទាំងអស់គ្នាហ្នឹងលោកប្រើប្រាស់ដោយប្រយ័ត្នប្រយែងដែរជាពិសេសនៅពេលដែលការតភ្ជាប់កាន់តែរីកចម្រើនក៏មានន័យថាហានិភ័យនៃសន្តិសុខ cyber ឬក៏ហានិភ័យនៅក្នុងការបែកធ្លាយទិន្នន័យផ្សេងៗហ្នឹងក៏វាកើតឡើងច្រើនជាងមុនដែរបាទចាចឹងកាន់តែរីកចម្រើនយើងកាន់តែមានការប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យាទាំងអស់នេះអរគុណលោកសម្រាប់ការអញ្ជើញចូលរួមចាជំរាបជូនខ្លឹមសារសំខាន់មែនទែនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា 5G នេះចាទស្សនិកជនជាទីមេត្រីលោកនាងបានជ្រាបអំបញ្ញមិញពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា 5G ដែលមានការរីកចម្រើនកាន់តែលឿនហើយដែលធ្វើឲ្យយើងស្រួលនៅក្នុងការប្រើប្រាស់ប៉ុន្តែក៏ទន្ទឹមនឹងនេះយើងត្រូវមានការប្រុងប្រយ័ត្នមួយចំនួនដែរក្នុងការប្រើប្រាស់ប្រកបដោយចំណេះដឹងអរគុណសម្រាប់ការទស្សនារបស់លោកអ្នកពាក់ព័ន្ធទៅនឹងព័ត៌មានពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា Digital លោកអ្នកអាចទស្សនាបាននៅក្នុងកម្មវិធី D4All Digital សម្រាប់ទាំងអស់គ្នាផ្សាយជូននៅរៀងរាល់ថ្ងៃសុក្រនិងផ្សាយឡើងវិញ
នៅថ្ងៃអាទិត្យក៏ដូចជាមានបណ្ដាញសង្គមមួយចំនួនរបស់ BTV ចានឹងជម្រាបជូននឹងផ្សាយជូនលោកអ្នកនាងទស្សនាផងដែរអរគុណសម្រាប់ការទស្សនារបស់លោកអ្នកនាងខ្ញុំស៊ូជីរួមជាមួយនឹងលោកអិនសូវ៉ាន់ពីកម្មវិធីសូមអរគុណសូមជម្រាបលា